ឥឡូវយើងសម័យមើលបែបនេះបើទោះបីជាសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់បញ្ចប់នៅក្នុងពេលនេះហើយ Strait of Hormuz បើកវិញភ្លាមតើអ្វីៗនឹងត្រឡប់មកដូចដើមដែរអត់ចម្លើយគឺសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ចរចាបាត់ឈប់បាញ់ទេតើហើយគេនិយាយថា Strait of Hormuz បើកវិញហីអូអញ្ចឹងសួរមកវិញថាបើបើកវិញបែបនេះហ៎អូគេបិទវិញហីព្រោះអាមេរិកអត់ព្រមបើកការបិទគប់កប៉ាល់អ៊ីរ៉ង់ហើយអ៊ីរ៉ង់ក៏បិទវិញទៅហើយមិនត្រឹមតែប៉ុណ្្នឹងទេឥឡូវកាន់តែយ៉ាប់ជាងមុនទៀតព្រោះពីមុនមានកប៉ាល់អ៊ីរ៉ង់និងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់អាចចេញចូលបានឥឡូវអត់មានណាគេចេញចូលបានតទៅសោះហ្មងអូខេអញ្ចឹងតើនេះមានន័យបែបណាហើយក្រៅពីប្រេងសាំងឡើងថ្លៃតើនឹងប៉ះពាល់ដល់អីខ្លះទៀតសួស្តីបងប្អូនគ្នាម្ខាស់យើងនិយាយពីរឿងសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់គឺច្រើនសប្តាហ៍ប៉ុន្តែមានរឿងជាច្រើនណាស់តាក់ទងជាមួយនឹងសង្គ្រាមនេះដែលយើងត្រូវនិយាយមានការគិតមួយដែលគិតថានៅពេលដែលមានបាត់ឈប់បាញ់ហើយប្រេងសាំងធ្លាក់ថ្លៃអ្វីៗនឹងត្រឡប់មកដូចដើមវិញឬក៏គេគិតថាបើសង្គ្រាមបញ្ចប់នៅក្នុងថ្ងៃនេះអ្វីៗនឹងត្រឡប់មកដូចដើមវិញភ្លាមប៉ុន្តែការពិតគឺមិនមែនបែបនេះទេដោយសារតែរឿងមួយគឺគេហៅថា oil shock នេះគឺនៅពេលដែលមានការរំខាននៅក្នុងពិភពលោកដែលពាក់ព័ន្ធទៅនឹងចង្វាក់ផ្គត់ផ្គង់នៃប្រេងគឺ chain supply របស់ប្រេងនេះកើតឡើងដោយសារតែបញ្ហានយោបាយដែលនាំឲ្យមានកង្វះខាតប្រេង gas មាន inflation ខ្ពស់និងអស្ថិរភាពសេដ្ឋកិច្ចបើនិយាយទៅគឺដូចបញ្ហាដែលយើងកំពុងតែជួបប្រទះនៅក្នុងពេលបច្ចុប្បន្ននេះអញ្ចឹងប៉ុន្តែសួរថាតើ oil shock នេះគឺប៉ះពាល់ដល់អ្វីផ្សេងៗខ្លះទៀតនៅក្នុងពិភពលោកហើយបង្កឲ្យមាន inflation ដោយរបៀបណាឥឡូវយើងមកនិយាយពីប្រេងសាំងជាមុនសិនប្រេងសាំងជាង 20% នៅជុំវិញពិភពលោកគឺត្រូវឆ្លងកាត់តាម Strait of Hormuz ប៉ុន្តែរឿងមួយដែលសំខាន់ដែលយើងត្រូវដឹងគឺត្រូវដឹងពីកប៉ាល់ដឹកប្រេងទាំងអស់នោះកប៉ាល់ដឹកប្រេងមួយគឺមានទំហំស្មើនឹងតារាងបាល់ទាត់ចំនួន4ហើយមានទម្ងន់ស្មើនឹងអគារ skyscraper មួយហើយអាចដឹកប្រេងបានពី2ទៅ3លាន barrel នេះមានន័យថាកប៉ាល់ដឹកប្រេងគឺមិនមែនធ្វើដំណើរលឿនដូចកាណូតទេគឺវាធ្វើដំណើរយឺតខ្លាំងមែនតើយឺតប៉ុណ្ណាគឺពី10ទៅ15 knot ដែលស្មើនឹងល្បឿនដែលយើងជិះកង់ហ្នឹងហើយកប៉ាល់ទាំងអស់នេះគឺមានល្បឿនស្មើនឹងយើងជិះកង់នេះគឺជារឿងមួយដែលសំខាន់ព្រោះវាមានន័យថានៅពេលដែលសង្គ្រាមចាប់ផ្ដើមដំបូងមកហើយ Strait of Hormuz ត្រូវបានគេបិទគឺនៅមានកប៉ាល់ដឹកប្រេងជាច្រើននៅលើមហាសមុទ្រដែលកំពុងតែធ្វើដំណើរទៅគោលដៅនៅឡើយឯងប៉ុន្តែនៅពេលដែល Strait of Hormuz នោះគឺបានបិទក្នុងរយៈពេលយូរបើសិនបើបិទក្នុងរយៈពេលយូរគឺនឹងលែងមានកប៉ាល់ចេញបន្តទៀតហើយនេះគឺជាពេលដែលយើងចាប់ផ្ដើមជួបប្រទះកង្វះខាតប្រេងទាំងអស់គ្នាអាចមើលវីដេអូនេះដែលគេនឹងពន្យល់ពីចង្វាក់ប្រេងនេះ This is a map of global oil flows put together by JP Morgan. Don't worry about all this text. We'll explain it in a minute. These red lines show the oil coming out of the Middle East, going out to the rest of the world. This is the stuff that's been cut off. Here it is back in December before the war. There it goes. The oil is flowing. But remember, it moves at the speed of a bunch of bicycles. So now it's January, and the oil is just finally reaching parts of Asia and Europe. And we're into February before it hits the US, and then it hits refineries in South Korea that then sends it on down these pink lines to Australia and New Zealand. So when the war starts and the oil stops flowing, there's actually still a ton out there, taking its long, lazy little bike ride around the globe. អញ្ចឹងមានន័យថាប្រទេសនីមួយៗគឺចាប់ផ្ដើមជួបប្រទះកង្វះខាតប្រេងក្នុងរយៈពេលខុសៗគ្នាដោយអាស្រ័យទៅលើកប៉ាល់ដឹកប្រេងទៅប្រទេសនោះនិងប្រេងដែលគេមានស្រាប់ស្តុកទុកនេះហើយបានជាប្រទេសហ្វីលីពីនជួបប្រទះកង្វះខាតប្រេងមុនគេប៉ុន្តែយើងសម័យមកវិញបែបនេះថាទោះបីជា Strait of Hormuz បើកវិញនៅក្នុងពេលនេះក៏ដោយគឺមានន័យថាកប៉ាល់ដែលជាប់គាំងនៅ Strait of Hormuz នោះគឺទើបតែចាប់ផ្ដើមបើកចេញមកហើយចន្លោះរយៈពេលដែលទម្រាំទៅកប៉ាល់នោះគឺចាប់ផ្ដើមទៅដល់ទីតាំងគឺជាពេលដែលយើងកំពុងតែជួបប្រទះកង្វះខាតប្រេងនោះហើយនេះហើយបានជាគេនិយាយថាទោះបីជា Strait of Hormuz បើកវិញនៅក្នុងថ្ងៃនេះធម្មតាវិញក៏ដោយផលប៉ះពាល់នឹងមានរយៈពេលរាប់ខែប៉ុន្តែចម្ងល់បន្ទាប់គឺបើសិនបើប្រេងត្រូវការរយៈពេលយូរដើម្បីធ្វើដំណើរមកដល់បែបនេះតើហេតុអីបានជាតម្លៃប្រេងធ្លាក់ចុះនៅពេលដែល Donald Trump ប្រកាសថាមានបាត់ឈប់បាញ់ខេងប្រេងនោះអត់ទាន់មកដល់ណែរឿងមួយទៀតដែលយើងត្រូវដឹងគឺ
oil future ឥឡូវយើងសម័យមកបែបនេះក្រុមហ៊ុនដែលផលិតប្រេងគឺត្រូវលក់ប្រេងទៅប្រទេសផ្សេងប៉ុន្តែនៅពេលដែលមានកង្វះខាតប្រេងប្រទេសមួយអាចទៅទិញប្រេងពីប្រទេសមួយទៀតដែលគេត្រូវលក់ឲ្យប្រទេសមួយទៀតបានប៉ុន្តែដើម្បីទិញប្រេងពីប្រទេសនោះបានណាគឺទាល់តែប្រទេសដំបូងនោះត្រូវដេញថ្លៃឲ្យថ្លៃជាងឲ្យខ្ពស់ជាងទើបគេអាចលក់ឲ្យបានការធ្វើបែបនេះគឺធ្វើឲ្យតម្លៃប្រេងឡើងថ្លៃសម្រាប់គ្រប់គ្នាព្រោះវាធ្វើឲ្យមានកង្វះខាតហើយដើម្បីទៅដើមទិញប្រេងនោះបានគឺទាល់តែប្រទេសទាំងអស់នោះហ៊ានទិញនៅក្នុងតម្លៃថ្លៃជាងប៉ុន្តែរឿងនេះគឺមិនមែនត្រឹមតែបែបនេះទេព្រោះប្រេងនោះក៏ត្រូវបានទិញដោយ speculators នោះគឺទិញប្រេងពីក្រុមហ៊ុនដែលផលិតប្រេងហើយគេលក់ទៅឲ្យអ្នកដែលទិញដោយគិតតម្លៃអាស្រ័យទៅលើoil future គឺគេទាយទុកមុននៃតម្លៃអនាគតនៃប្រេងនេះមានន័យថាបើសិនបើ Donald Trump គឺនិយាយថានឹងមានសន្តិភាពហើយមិនមានការបិទ Strait of Hormuz ទេ speculators នោះគឺទាយទុកមុនថាតម្លៃប្រេងនឹងធ្លាក់ចុះអញ្ចឹងគេលក់ប្រេងនោះនៅក្នុងតម្លៃទាបហើយផ្ទុយមកវិញនៅពេលដែលមានការប្រកាសពីសង្គ្រាម speculators នោះនឹងលក់ប្រេងក្នុងតម្លៃខ្ពស់ព្រោះគេរំពឹងទុកថានឹងមានកង្វះខាតនៅក្នុងពេលអនាគតនេះហើយបានជាតម្លៃប្រេងធ្លាក់ចុះនឹងកើនឡើងភ្លាមបន្ទាប់ពីការប្រកាសរបស់ Trump បើទោះបីជាកប៉ាល់នោះអត់ទាន់មកដល់ក៏ដោយតែនឹងមានរឿងអីកើតឡើងក្នុងពេលខាងមុខនេះដោយសារតែសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់យើងត្រូវដឹងថាតើប្រេងដែលដឹកចេញតាម Strait of Hormuz នោះគឺត្រូវបានគេយកមកប្រើធ្វើអីគេខ្លះរឿងដំបូងគឺការដឹកជញ្ជូននេះគឺជាមូលហេតុមួយដែលធ្វើឲ្យតម្លៃទំនិញឡើងថ្លៃព្រោះទំនិញនីមួយៗគឺត្រូវការដឹកជញ្ជូនពីកន្លែងផលិតមកកន្លែងលក់នេះមានន័យថាបើសិនបើថ្លៃដឹកឡើងថ្លៃអ្នកលក់នោះនឹងដំឡើងតម្លៃទៅលើផលិតផលនោះតាមនឹងដែរដើម្បីឲ្យគេអាចរក្សាប្រាក់ចំណេញបានហើយការឡើងថ្លៃនោះនឹងប៉ះពាល់ទៅដល់យើងដែលជាអ្នកទិញប៉ុន្តែមិនមែនត្រឹមតែថ្លៃដឹកទេដែលប៉ះពាល់ប្រេងគឺត្រូវបានគេយកទៅប្រើទៅលើវត្ថុមួយទៀតដែលសំខាន់ចាំបាច់គឺ plastic គឺត្រូវបានគេប្រើប្រាស់ក្នុងការវេចខ្ចប់ហើយនៅពេលដែលប្រេងឡើងថ្លៃតម្លៃ plastic នោះក៏ឡើងថ្លៃដែរប៉ុន្តែផលិតផលជាច្រើនគឺនៅតែត្រូវការវេចខ្ចប់ដោយប្រើប្រាស់ plastic អញ្ចឹងមានន័យថាតម្លៃផលិតផលនោះគឺត្រូវតែឡើងថ្លៃដោយសារតែតម្លៃក្នុងការវេចខ្ចប់ក៏ឡើងថ្លៃដែរហើយនៅក្នុងករណីខ្លះក្រុមហ៊ុនផលិត plastic ខ្លះគឺអត់អាចផ្គត់ផ្គង់បានទៀត Friday night when I heard the news that we were bombing Iran I knew on Monday morning we were going to be getting letters from the petrochemical companies raising the price of plastic. So it would take them about 48 hours. I don't think most Americans understand quite what having the straits closed for 5 weeks actually means. ប៉ុន្តែផលិតផលមួយទៀតដែលសំខាន់ដែលបានឡើងថ្លៃនោះគឺជីកប៉ាល់ដែលដឹកជញ្ជូនតាម Strait of Hormuz គឺមិនមែនដឹកជញ្ជូនតែប្រេងទេប៉ុន្តែគេដឹកជញ្ជូនជីដែលជួញដូរជាអន្តរជាតិចំនួន 1/3 ទៀតដំណាំដែលប៉ះពាល់ខ្លាំងគឺពោតអង្ករនិងស្រូវសាលីព្រោះដំណាំទាំង3នោះគឺត្រូវការជីវជាតិចំនួន3គឺ nitrogen phosphate ហើយនិង potassium nitrogen គឺដើម្បីលូតលាស់ phosphorus គឺដើម្បីដឹកជញ្ជូនថាមពលក្នុងកោសិកាដំណាំហើយ potassium គឺដើម្បីរក្សាទឹកនិងបង្កើនប្រូតេអ៊ីននៅក្នុងដំណាំហើយការបិទ Strait of Hormuz នោះគឺបានធ្វើឲ្យតម្លៃនៃសារធាតុទាំង3នេះគឺឡើងថ្លៃនេះធ្វើឲ្យមានរឿងពីរអាចកើតឡើងសម្រាប់ចំការដែលម្ចាស់ចំការមានលុយនៅក្នុងការទប់តម្លៃឡើងថ្លៃនៃជីនេះគឺគេអាចបន្តដាំដំណាំបានដោយទទួលប្រាក់ចំណេញតិចជាងមុនឬក៏គេដំឡើងតម្លៃដំណាំនោះនៅពេលដែលគេលក់ចេញប៉ុន្តែសម្រាប់ចំការដែលម្ចាស់ចំការមិនមានលទ្ធភាពនៅក្នុងការទប់ប្រាក់ចំណាយនោះបានណាគឺគេត្រូវផ្អាកការដាំលក់ចំការចោលឬក៏ត្រូវខ្សែធនCut to today, he says the costs to run his farm have just in the last year jumped 15 to 20%. And today he says that wiggle room in their budget is gone. So if that same scenario were to play out today, he says the entire farm, generations of farming, would go bankrupt. ហើយមានរឿងអីកើតឡើងនៅពេលដែលមានចំការតិចជាងមុនដែលដាំដំណាំនោះគឺដំណាំមានកាន់តែតិចជាងមុនហើយយើងដឹងហើយថា supply និង demand គឺបញ្ជាក់ថាបើចំនួនដំណាំនោះតិចជាងមុនតម្លៃនៃដំណាំនោះក៏ឡើងថ្លៃជាងមុនដែរដែលធ្វើឲ្យមនុស្សជាច្រើនណាគឺអត់មានអីញ៉ាំប៉ុន្តែជីគឺមិនមែនជាមូលហេតុតែមួយដែលធ្វើឲ្យដំណាំនិងម្ហូបឡើងថ្លៃទេគឺការឡើងថ្លៃមួយទៀតគឺម៉ាស៊ុតត្រូវបានគេប្រើប្រាស់ក្នុងគ្រឿងយន្តដើម្បីដាំដំណាំទាំងអស់នោះហើយដូចគ្នាដែរនៅពេលដែលតម្លៃម៉ាស៊ុតឡើងថ្លៃការចំណាយនៅក្នុងការដាំដំណាំនឹងឡើងខ្ពស់ហើយយើងឃើញថាតម្លៃម៉ាស៊ុតគឺបានឡើងថ្លៃលឿននិងច្រើនប៉ុណ្ណាផលិតផលមួយដែលឡើងថ្លៃដោយសារតែការបិទ Strait of Hormuz នោះគឺ LPG ឬក៏ liquefied petroleum gas ឬក៏ gas នេះគឺត្រូវបានគេប្រើប្រាស់នៅក្នុងការចម្អិនម្ហូបនិងការធ្វើដំណើរដូចជាតុកជាដើមការឡើងថ្លៃ gas នេះគឺប៉ះពាល់ជាងគេដល់អ្នករកស៊ីក្រៅប្រព័ន្ធដូចជាអ្នកដែលលក់អាហារនិងអ្នករត់តុកជាដើមឥឡូវយើងមកនិយាយពីអ្នកលក់អាហារសិនដើម្បីចម្អិនអាហារដើម្បីលក់បានណាទោះ
បីជាកាទៀវក៏ដោយឬក៏លក់ប្រហិតក៏ដោយអ្នកលក់គឺត្រូវការហ្គាសដើម្បីចម្អិននៅពេលដែលហ្គាសឡើងថ្លៃគឺវាមានន័យថាគាត់ត្រូវចំណាយលុយច្រើនជាងមុនហើយប្រាក់ចំណេញរបស់គាត់ក៏តិចជាងមុនដែរអញ្ចឹងគាត់មានជម្រើសពីរបើសិនបើគាត់លក់អត់ចំណេញទេគឺគាត់ត្រូវឈប់លក់ក្នុងពេលមួយរយៈឬក៏គាត់ត្រូវដំឡើងថ្លៃម្ហូបដែលគាត់លក់ចេញនោះសម្រាប់អ្នកដែលរត់តុកតុកក៏ដូចគ្នាដែរព្រោះគាត់ត្រូវចំណាយលុយច្រើនជាងមុននៅក្នុងការបញ្ចូលហ្គាសទៅតុកតុករបស់គាត់អញ្ចឹងការរកលុយរបស់គាត់ក៏តិចជាងមុនដូចគ្នាដែរដល់ថ្នាក់ខ្ញុំលឺអ្នកខ្លះគឺគាត់និយាយថាបើសិនបើតម្លៃហ្គាសនឹងនៅតែឡើងថ្លៃគាត់ប្រហែលជាត្រូវឈប់រត់មួយរយៈអីប៉ុន្តែផលិតផលដែលខ្វះខាតគឺមិនមែនមានតែប៉ុណ្្នឹងទេព្រោះសូម្បីតែថ្នាំនិង helium ក៏ត្រូវគេរំពឹងថានឹងមានកង្វះខាតដែរដែលមានន័យថានឹងមានការពិបាកក្នុងការផលិត MRI ព្រោះការផលិត MRI នេះគឺត្រូវការ helium អញ្ចឹងសូម្បីតែវិស័យសុខាភិបាលក៏ត្រូវតែជួបប្រទះនៅកង្វះខាតជួបប្រទះនៅបញ្ហាដែរហើយជើងយន្តហោះក៏ប្រឈមនឹងការ cancel ដែរដោយសារតែកង្វះខាត jet fuel ឬក៏ប្រេងនេះហើយនេះមានន័យថាតម្លៃសំបុត្រយន្តហោះនឹងឡើងថ្លៃហើយពេលខ្លះគឺមិនមានតែម្ដងដោយសារតែការខ្វះខាតប្រេងនេះនៅពេលដែលដឹងពីរឿងទាំងអស់នេះហើយខ្ញុំចង់ឲ្យទាំងអស់គ្នាគិតពីផលប៉ះពាល់ដល់សេដ្ឋកិច្ចបែបនេះបើសិនបើតម្លៃនៃអ្វីៗឡើងថ្លៃមនុស្សជាច្រើននឹងមិនមានលទ្ធភាពក្នុងការទិញបានដូចមុនទេហើយមនុស្សជាច្រើនក៏ព្យាយាមត្បិតត្បៀតមិនហ៊ានចំណាយច្រើនដូចមុនដែរឧទាហរណ៍យើងធ្លាប់តែទៅញ៉ាំអីនៅក្រៅ3ដងក្នុងមួយសប្តាហ៍ឥឡូវត្រូវកាត់បន្ថយមកម្ដងនៅក្នុងសប្តាហ៍វិញប៉ុន្តែចុះអ្នកដែលរកស៊ីដែលធ្លាប់តែរកលុយបាននោះចុះហាងលក់ម្ហូបនោះវិញគឺមានភ្ញៀវតិចជាងមុនព្រោះអ្នកញ៉ាំអីមិនសូវចេញទៅញ៉ាំនៅក្រៅនេះមានន័យថាគេត្រូវចំណាយថ្លៃភ្លើងថ្លៃទឹកធម្មតាថ្លៃហ្គាសឡើងថ្លៃហើយថ្លៃបុគ្គលិកទៀតប៉ុន្តែប្រាក់ចំណូលបែរជាតិចជាងមុនដែលនាំឲ្យគេអាចធ្វើការសម្រេចចិត្តកាត់បន្ថយប្រាក់ចំណាយដូចជាកាត់បន្ថយទៅលើចំនួនបុគ្គលិកពេលដែលមនុស្សកាន់តែច្រើនមិនមានការងារធ្វើគេក៏មិនមានលុយគេមិនអាចទិញអ្វីបានចំនួនគឺកាន់តែច្រើននឹងត្រូវបានបិទទ្វារហើយអ្នកដែលជំពាក់លុយធនាគារគឺអាចនឹងមិនមានលទ្ធភាពក្នុងការសងធនាគារបានដែលធ្វើឲ្យប៉ះពាល់ដល់ធនាគារនោះទៀតហើយក៏ស្រាប់តែមានការភ័យថាអូអត់មានអ្នកណាគេសងលុយធនាគារគេខ្លាចថាធនាគារលែងមានលុយក៏នាំគ្នាទៅផ្អើលដកលុយចេញពីធនាគារនោះអស់គឺធ្វើឲ្យកើតមានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរនៅក្នុងប្រទេសដែលនាំឲ្យមានវិបត្តិសេដ្ឋកិច្ច recession ឬក៏ដល់ថ្នាក់ depression គាត់អត់ឡើងថ្លៃគាត់នៅលក់តម្លៃដើមដែរហើយវ៉ាន់ឡើងថ្លៃទាំងអស់តែគាត់ថាអតិថិជនយើងគេធ្លាក់ហូបយើងតែតែអ្នករស់ស៊ីលំកកង់3កង់អីចឹងសត្វយើងអ្នកប្រឹងដូចគ្នាដែរអត់ដែរហើយវាខ្វះខាតដូចគ្នាដល់ដល់ឡើងថ្លៃវាពិបាកគ្នាហ្នឹងគ្នារោមបានដែរបាក់មែនតើនោះបាក់ខ្លាំងណាស់លក់អត់ដាច់ចុះស្ងាត់អូគេរត់បានយើងក៏អត់បានអីដូចគ្នាវាស៊ាំហើយព្រោះយើងរត់តែប៉ុណ្ណឹងវាមិនសូវជាបានលុយអីច្រើនចំណូលអីច្រើនតិចតិចគ្រាន់តែរស់គ្រាន់តែយើងចាស់ហើយមិនដឹងធ្វើអីណាតាមចៃព្រោះរកលុយអត់បានហ៎ស្ងាត់កូនអើយលក់ដូរឥឡូវស្ងាត់ហ្មងលក់អត់ដាច់ទេយើងត្រូវដឹងថាសេដ្ឋកិច្ចពិភពលោកគឺបតិកលាគ្នាហើយការប៉ះពាល់ដល់វិស័យមួយដល់ប្រទេសមួយគឺនឹងធ្វើឲ្យមានផលប៉ះពាល់ដល់វិស័យជាច្រើនទៀតនេះគឺជាមូលហេតុដែលអ្នកជំនាញគឺព្រួយបារម្ភព្រោះបើសិនបើមានវិបត្តិសេដ្ឋកិច្ចពិភពលោកកើតមានឡើងមនុស្សជាច្រើននឹងជួបប្រទះគ្រោះទុរភិក្សហើយមានមនុស្សជាច្រើនអ្នកនឹងស្លាប់ទាំងអស់គ្នាដឹងខ្ញុំខឹងអីខ្លាំងអត់រឿងទាំងអស់នេះគឺកើតឡើងដោយសារតែមនុស្សពីរនាក់ដែលល្មមនឹងអំណាចអំនួតហើយគិតថាខ្លួនឯងធ្វើអីក៏បានដែរមនុស្សម្នាក់គឺរំលោភក្មេងជាមិត្តភក្តិ Jeffrey Epstein ហើយអត់ចង់ឲ្យគេឯងដឹងថាគាត់នឹងរំលោភក្មេងថាគាត់គឺជា pedophile តារាបណាដែល Donald Trump និង Netanyahu គឺនៅតែមានអំណាចសង្គ្រាមនេះគឺពិបាកនឹងបញ្ចប់ព្រោះមនុស្សពីរនាក់នេះគឺជាមនុស្សដែលគ្រោះថ្នាក់និងមានអំណាចខ្ពស់ប៉ុន្តែអ្វីដែលគួរឲ្យតឹងទ្រូងគឺ Democrats អត់ហ៊ានធ្វើអីដោយពួកគេជាច្រើនក៏បានយកលុយ AIPAC ដែរហើយគេអត់ហ៊ានទៅជំទាស់ជាមួយនឹងអ៊ីស្រាអែលទេគេនៅតែចង់បន្តឲ្យមានសង្គ្រាមនោះទៀតជាក់ស្ដែងនៅពេលថ្មីៗនេះគឺមានការបោះឆ្នោតចំនួន2ទី1គឺការបោះឆ្នោតដែលចាប់ផ្ដើមដោយ Bernie Sanders ដើម្បីបញ្ឈប់ការលូកអាវុធទៅឲ្យអ៊ីស្រាអែលហើយមួយទៀតគឺដើម្បីបោះឆ្នោតដើម្បីកំណត់អំណាចរបស់ Trump ទៅលើសង្គ្រាមនៅអ៊ីរ៉ង់ហើយទាំងអស់គ្នាដឹងអត់ការបោះឆ្នោតទាំងពីរនេះគឺបរាជ័យនៅ Senate ទាំងពីរសរុបមកវិញបើសិនបើ Democrat មិនចាប់ផ្ដើមមានមនសិការមិនមាន spine ហើយមិនមានភាពក្លាហានក្នុងការហ៊ានតតាំងជាមួយនឹង Trump ហើយលែងយកលុយ AIPAC ទេហើយ
Republican នឹងលែងមើលទៅ Trump ដូចជាប្រេះយើងអត់អាចបញ្ឈប់រឿងទាំងអស់នេះបានទេយើងអត់គួររស់នៅក្នុងពិភពលោកអត់គួរមានពិភពលោកមួយដែលជីវិតមនុស្សរាប់ពាន់លាននាក់គឺស្ថិតនៅក្នុងដៃរបស់មនុស្សប្រុសតែ2នាក់ហើយមនុស្សប្រុស2នាក់នោះគឺអត់មានរយៈពេលជាច្រើនឆ្នាំទៀតនៅក្នុងពិភពលោកយើងទេអញ្ចឹងគេអត់ខ្វល់ទេថាអនាគតបែបណាហើយ Donald Trump ក៏ជាមនុស្សចាស់ដែលវែងប៉ុណ្ណទៀតអញ្ចឹងសួរថាតើយើងនឹងបណ្ដោយឲ្យពួកគេបង្កចលាចលដល់ពេលណាទៀតអរគុណទាំងអស់គ្នាដែលបានមើលទាំងអស់គ្នាយល់មិនដែរចំពោះរឿងដែលកំពុងតែកើតឡើងនេះកុំភ្លេច comment នៅខាងក្រោមហើយបើចូលចិត្តវីដេអូនេះកុំភ្លេច like និង share ទៅ follow ខ្ញុំនៅលើ TikTok និង subscribe នៅលើ YouTube សម្រាប់វីដេអូផ្សេងៗទៀតជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ